ជាបឋមសាយ័ន្តសុស្ដីនៅសូមគោរពជម្រាបសួរដល់លោកតូរ៉ូញូជីន CEO ធនាគារ J Trust Royal Bank និងleader ទាំងអស់ដែលអញ្ជើញពីខាង Royal Group of Company និង leader ទាំងអស់ដែលអញ្ជើញមកពីខាង J Trust Royal Bank និងសូមគោរពជម្រាបសួរដល់ក្រុមការងារ Executive Team របស់ KA និងសូមអរគុណសម្រាប់បងប្អូនសិល្បករចា៎និងសមាជិកទាំងអស់ដែលបានផ្ដល់កិត្តិយសចូលរួមនៅធ្វើជាសក្ខីភាពនៅក្នុងកម្មវិធីដែលសមាគមសិល្បករខ្មែរយើងនឹងទទួលការឧបត្ថម្ភនៅឆ្នាំទី3ពីធនាគារ J Trust Royal Bank នៅក្នុងរសៀលនេះនាងខ្ញុំមានកិត្តិយសបំផុតដែលបានជួបលោកតូរ៉ូញូឈីនដោយផ្ទាល់នៅក្នុងថ្ងៃនេះហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសនៅក្នុងការជួយឧបត្ថម្ភមកសមាគមសិល្បករខ្មែរយើងការចូលរួមឧបត្ថម្ភនេះផងដែរគឺធ្វើឲ្យសមាគមសិល្បករខ្មែរយើងខ្ញុំអាចបន្តសកម្មភាពក្នុងកិច្ចការងារគាំទ្រនិងអភិរក្សវិស័យសិល្បៈវប្បធម៌ជាតិខ្មែរបន្តទៅទៀតជាមួយនឹងការទទួលការឧបត្ថម្ភនៅថ្ងៃនេះជាឆ្នាំទី3នៃធនាគារ J Trust Bank មកសមាគមសិល្បករខ្មែរនាងខ្ញុំក៏សូមបញ្ជាក់សមាគមរបស់យើងបង្កើតឡើងនៅក្នុងគោលបំណងដើម្បីប្រមូលផ្ដុំបណ្ដាសិល្បករគ្រប់ជំនាញគ្រប់ជំនាន់នៅក្នុងគោលដៅទី1គឺជាដៃគូដ៏សំខាន់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងកិច្ចការអភិរក្សការពារអភិវឌ្ឍនិងលើកស្ទួយសិល្បៈនិងវប្បធម៌ជាតិទី2ការពារសិទ្ធិនិងផលប្រយោជន៍របស់សមាជិកទាំងអស់ទី3ស្វែងរកសប្បុរសជនដើម្បីជួយដល់សកម្មភាពសិល្បៈនិងកិច្ចការងារសង្គមទី4ប្រមូលផ្ដុំធនធានសិល្បករដើម្បីបម្រើសកម្មភាពសិល្បៈនិងកិច្ចការងារសង្គមទី5រួមចំណែកលើកកម្ពស់សិលធម៌សង្គមនិងក្រមសិលធម៌វិជ្ជាជីវៈរបស់សិល្បករហើយនេះគឺជាគោលដៅនិងការបដិញ្ញាចិត្តរបស់យើងខ្ញុំដែលជាសមាជិកាទាំងអស់នៅក្នុងសមាគមសិល្បករខ្មែរគឺដើម្បីចូលរួមធ្វើយ៉ាងណាដើម្បីពង្រឹងនិងលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិពិសេសគឺអាចចូលរួមនៅក្នុងឱកាសដែលបានជួយទៅដល់សិល្បករចាស់ៗដែលមានវ័យកាន់តែច្រើនការឧបត្ថម្ភនៅក្នុងថ្ងៃនេះផងដែរគឺសមាគមសិល្បករខ្មែរយើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសនៃការចូលរួមឧបត្ថម្ភមកដល់សមាគមរបស់យើងហើយយើងខ្ញុំក៏នឹងសន្យាថាយកថវិកានេះទៅប្រើឲ្យចំគោលដៅបំផុតថ្ងៃនេះនាងខ្ញុំទទួលនៅថវិកាឧបត្ថម្ភមូលនិធិទ្រទ្រង់ប្រចាំឆ្នាំដែលមានចំនួន$10,000សហរដ្ឋអាមេរិកពីធនាគារ J Trust Royal Bank ដែលជាបទសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group of Companies ហើយបច្ចុប្បន្នជាធនាគារដែលមានស្តង់ដារអន្តរជាតិលេចធ្លោនាំមុខគេមួយនៅប្រទេសកម្ពុជាក្នុងនាមជាថ្នាក់ដឹកនាំនិងសមាជិកាទាំងអស់នៃសមាគមសិល្បករខ្មែរនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់របស់ធនាគារ J Trust Royal Bank ជាពិសេសអ្នកអង្គការគិតមេងប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានអគ្គនាយកក្រុមហ៊ុន Royal Group ដែលតែងតែផ្ដល់ការគាំទ្រនិងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចការអភិវឌ្ឍវិស័យសិល្បៈវប្បធម៌និងវិស័យធុរកិច្ចនិងកិច្ចការងារសង្គមជាតិកម្ពុជាជាច្រើនផ្សេងទៀតជាការពិតការឧបត្ថម្ភទ្រទ្រង់របស់ធនាគារ J Trust Royal Bank បានឆ្លុះបញ្ចាំងឲ្យឃើញពីទំនួលខុសត្រូវសង្គមនិងការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិរក្សនិងការលើកកម្ពស់មរតកវប្បធម៌ជាតិខ្មែរយ៉ាងធំធេងពលគឺកាយវិការរបស់ក្រុមហ៊ុន Royal Group of Company និងធនាគារ J Trust Royal Bank បានស្ដែងឲ្យឃើញពីភាពជាគំរូដ៏អស្ចារ្យក្នុងនាមជាក្រុមហ៊ុនឯកជនដ៏ធំនិងមានចក្ខុវិស័យវែងឆ្ងាយដែលមិនត្រឹមតែផ្ដោតសំខាន់លើការអភិវឌ្ឍវិស័យធុរកិច្ចរួមចំណែកយ៉ាងច្បាស់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈការផ្ដល់សេវាធនាគារការគាំទ្រ SMEs
ការជំរុញហិរញ្ញវត្ថុ Digital និងការអប់រំហិរញ្ញវត្ថុប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានរួមបញ្ចូលនៅស្មារតីស្នេហាជាតិបេះដូងវប្បធម៌ក្នុងការរួមគ្នាការពារថែរក្សានិងលើកតម្កើងអត្តសញ្ញាណជាតិខ្មែរធ្វើយ៉ាងណាឲ្យវិស័យសិល្បៈនិងវប្បធម៌កម្ពុជាបន្តជានិមិត្តរូបនិងអត្តសញ្ញាណដ៏រស់រវើកសម្រាប់កូនចៅបន្តវេនជំនាន់ក្រោយដោយពាក្យស្លោកមួយពោលថាអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមអស់រយៈពេលជាង2ឆ្នាំនៃសមាគមសិល្បករខ្មែរអាណត្តិទី6នេះយើងខ្ញុំទាំងអស់គ្នាដែលជាសរសៃឈាមនៃសិល្បៈវប្បធម៌បាននឹងកំពុងចងក្រងជាកម្លាំងបង្រួបបង្រួមក្នុងសហគមន៍សិល្បៈរួមគ្នាបង្កើតឲ្យមានភាពចម្រុះនិងឯកភាពដ៏ពិតប្រាកដមួយដើម្បីដឹកដៃគ្នាការពារអភិវឌ្ឍសម្បត្តិមរតកវប្បធម៌និងអះអាងយ៉ាងមុតមមថាថវិកាឧបត្ថម្ភដ៏មានតម្លៃរបស់ធនាគារ J Trust Royal Bank អស់រយៈពេលជាង2ឆ្នាំកន្លងមកនេះនិងនាពេលថ្ងៃនេះផ្ទាល់សមាគមសិល្បករខ្មែរបាននឹងកំពុងបន្តប្រើប្រាស់ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពបំផុតសម្រាប់បំពេញបេសកកម្មសំខាន់ៗដូចជាទី1គាំទ្រសកម្មភាពអភិរក្សថែរក្សាអភិវឌ្ឍនិងលើកតម្កើងសិល្បៈវប្បធម៌និងការងារសង្គមជាតិទី2ជួយដល់សិល្បករសិល្បករនីដែលជួបការលំបាកពិសេសគឺសិល្បកររៀមច្បងដែលមានអាយុកាន់តែច្រើនទី3បណ្ដុះបណ្ដាលនិងលើកទឹកចិត្តយុវជនជំនាន់ក្រោយឲ្យស្រឡាញ់និងបន្តអភិរក្សសិល្បៈវប្បធម៌ខ្មែរទី4រៀបចំកម្មវិធីផ្សព្វផ្សាយលើកតម្កើងតម្លៃសិល្បៈវប្បធម៌ខ្មែរទាំងក្នុងនិងក្រៅប្រទេសអង្គពិធីទាំងមូលជាទីគោរពមេត្រីនាងខ្ញុំមានការជឿជាក់ការវិនិយោគលើវិស័យសិល្បៈនិងវប្បធម៌គឺជាការវិនិយោគទៅលើអត្តសញ្ញាណជាតិលើធនធានមនុស្សនិងលើអនាគតរបស់ប្រទេសជាតិយើងសមាគមសិល្បករខ្មែរនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូអភិវឌ្ឍស្ថាប័នរដ្ឋនិងវិស័យឯកជនដើម្បីពង្រឹងវិស័យសិល្បៈវប្បធម៌ជាតិឲ្យកាន់តែរីកចម្រើននិងមានចីរភាពនៅក្នុងឱកាសនេះនាងខ្ញុំក៏សូមគោរពអំពាវនាវដល់សប្បុរសជនស្ថាប័នរដ្ឋនិងឯកជនពិសេសសិល្បករសិល្បករនីទាំងអស់សូមបន្តចូលរួមគាំទ្រនៅសកម្មភាពរបស់សមាគមសិល្បករខ្មែរដើម្បីរួមគ្នាថែរក្សាអភិរក្សនិងលើកស្ទួយសិល្បៈវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរឲ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅរបស់យើងបន្តជំនាន់ជាទីបញ្ចប់នាងខ្ញុំសូមគោរពថ្លែងអំណរគុណសារជាថ្មីម្ដងទៀតចំពោះធនាគារ J Trust Royal Bank ចំពោះទឹកចិត្តសប្បុរសនិងការគាំទ្រដ៏មានតម្លៃនេះនាងខ្ញុំសូមគោរពជូនពរថ្នាក់ដឹកនាំនិងបុគ្គលិកព្រមទាំងអតិថិជនរបស់ក្រុមហ៊ុនសូមទទួលបាននូវសុខភាពល្អសុភមង្គលវិបុលសុខនិងសូមឲ្យក្រុមហ៊ុនទទួលបានការជោគជ័យនិងរីកចម្រើនជាបន្តបន្ទាប់ចា៎សូមគោរពអរគុណ